សោភ័ណភាពដែលបងប្អូនបានឃើញមិញគឺជាផ្ទះគំរូពិតវីឡាកិតសារបស់គម្រោងឯកបូរីប៊ុនលីការរៀបចំនៅក្នុងវីឡានេះផ្អែកទៅលើគោលការណ៍ចំនួន3គោលគំនិតទី1គឺការរចនាបែបបើកទលាយមានន័យថាធ្វើឲ្យមានទីធ្លាច្រើនហើយផ្ដល់ឱកាសដល់សមាជិកគ្រួសារអាចប្រស័យតាក់ទងគ្នាបានល្អដូចជាអ្វីដែលបងប្អូនបានឃើញនេះកន្លែងអង្គុយលេងឬក៏យើងហៅថា living room ហើយកន្លែងញ៉ាំបាយគឺនៅក្រោមបរិយាកាសរួមគ្នាតែម្ដងអញ្ចឹងសមាជិកទាំងអស់គឺអាចមើលឃើញគ្នាទោះបីជាអ្នកណាដែលកំពុងតែអង្គុយលេងមើលទូរទស្សន៍ឬក៏អ្នកដែលរៀបចំនៅកន្លែងញ៉ាំបាយក៏នៅតែអាចប្រស័យតាក់ទងគ្នាបានល្អដែរនេះគឺជាគោលគំនិតទី1មនុស្សភាគច្រើនតែងតែមើលរំលងទៅលើគោលគំនិតនៃការទំនាក់ទំនងគ្នាក្នុងគ្រួសារប៉ុន្តែវាបានផ្ដល់នូវសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សុភមង្គលឬក៏ការទំនាក់ទំនងរវាងឪពុកម្ដាយជាមួយនឹងកូនគោលគំនិតទី2គឺការប្រើប្រាស់ទំហំនៅក្នុងផ្ទះយ៉ាងមានប្រសិទ្ធភាពនេះយើងហៅថា form follow function រាល់ទំហំ space ទាំងអស់គឺត្រូវបានបែងចែកហើយជាមួយនឹងការរចនាដើម្បីតម្រូវជាមួយនឹងគោលបំណងប្រើប្រាស់ជាក់លាក់ច្បាស់លាស់ដូចជាបែងចែកទៅជាបន្ទប់គេងឬក៏ជាបន្ទប់ដែលផ្ដល់នៅការកំសាន្តការរចនានៅក្នុងគម្រោងឯកបូរីប៊ុនលីគឺប្រើប្រាស់ទំហំទាំងអស់ហ្នឹងយ៉ាងមានប្រសិទ្ធភាពដោយបែងចែកនៅទំហំខាងលើហ្នឹងខ្ល้ายជាបន្ទប់មួយដែលផ្ដល់នៅការកំសាន្តឬក៏ជាបន្ទប់នៅក្នុងការប្រើប្រាស់មុខងារផ្សេងៗដូចជាការហាត់ប្រាណឬក៏កីឡាផ្សេងៗដែលតម្រូវជាមួយនឹងម្ចាស់គេហដ្ឋានហ្នឹងតែម្ដងគោលគំនិតទី3គឺការរចនាផ្សារភ្ជាប់ជាមួយនឹងធម្មជាតិមិនថាតែគិតសាវីឡានេះទេសូម្បីតែ model ផ្សេងទៀតហ្នឹងក៏ធ្វើឡើងដើម្បីតម្រូវជាមួយនឹងការផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅជាមួយនឹងធម្មជាតិដូចគ្នាដែរតែងតែមានទីធ្លាខាងក្រោយឬក៏ខាងមុខដើម្បីឲ្យយើងអាចដាំរុក្ខជាតិបានផ្សេងៗការធ្វើបែបនេះគឺធ្វើឲ្យជីវិតរបស់យើងរស់នៅស្របជាមួយនឹងធម្មជាតិហើយបន្ថែមពីលើនឹងទៀតគឺផ្ដល់នៅទីធ្លាមួយដើម្បីក្រុមគ្រួសារសមាជិកគ្រួសារដែលដាច់ដោយឡែកពីអ្នកដទៃពីអ្នកក្រៅព្រោះដូចដែលយើងដឹងហើយផ្នែកខាងក្រោយនេះគឺមិនមានអ្នកនៅខាងមុខណាមួយឬក៏អ្នកនៅក្រៅអាចមើលឃើញថាយើងរៀបចំកម្មវិធីឬក៏យើងជួបជុំមិត្តភ័ក្តិក្រុមគ្រួសារនោះទេការរចនាបែបនេះមិនត្រឹមតែផ្ដល់ការរស់នៅជាមួយនឹងធម្មជាតិប៉ុណ្ណោះទេថែមទាំងយកចិត្តទុកដាក់ទៅលើលំហូរខ្យល់ហើយជាមួយនឹងកម្រិតពន្លឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យគេហដ្ឋានរបស់យើងផ្ដល់នៅផាសុកភាពនៅក្នុងការរស់នៅជាប្រចាំថ្ងៃមិនថាតែសម្រាប់សមាជិកមួយណានៅក្នុងគ្រួសារនោះទេអញ្ចឹងចំណុចអស់ទាំងនេះហើយគឺជាគោលគំនិតសំខាន់3ដែលបានដាក់បញ្ចូលនៅក្នុងការរចនាម៉ូដផ្សេងៗរបស់បូរីប៊ុនលីជាពិសេសគឺគម្រោងឯកនេះតែម្ដងហើយអ្វីដែលខ្ញុំកំពុងតែនៅនេះគឺជាប្រភេទកិតសាវីឡា